អំពីអាណាស់រ៉ាឌីយ៉ាឡោះអានហ៊ូថាមានបុរស3នាក់បានទៅដល់លំនៅឋានភរិយានប៊ីសល្លឡោះអាឡៃវ៉ាសាឡាំដើម្បីសួរពីការគោរពសក្ការៈរបស់នប៊ីចំពោះអល់ឡោះក្រោយពេលដែលគេបានប្រាប់រួចពួកគេបានគិតថាវាហាក់ដូចជាតិចណាស់ពួកគេបាននិយាយថាតើពួកយើងអាចធ្វើដូចនប៊ីសល្លឡោះអាឡៃវ៉ាសាឡាំយ៉ាងដូចម្តេចទៅបើលោកត្រូវគេអភ័យទោសឲ្យទាំងអស់ទាំងបាបកម្មដែលលោកបានធ្វើរួចនិងបាបកម្មដែលលោកមិនទាន់បានធ្វើនោះបុរសម្នាក់ក្នុងចំណោមពួកគេបាននិយាយថាចំណែកខ្ញុំនឹងសូឡាតយប់ទាល់ភ្លឺជារៀងរហូតម្នាក់ទៀតបាននិយាយថាខ្ញុំនឹងបួសរហូតខ្ញុំនឹងមិនស្រាយបួសទេខ្ញុំនឹងមិនស្រាយនោះទេអ្នកចុងក្រោយបាននិយាយថាខ្ញុំនឹងជៀសវាងពីស្ត្រីខ្ញុំនឹងមិនរៀបការរហូតរ៉ាស៊ូលឡោះសល្លឡោះអាឡៃវ៉ាសាឡាមបានមកដល់ពួកគេហើយមានប្រសាសន៍ថាតើពួកអ្នកឬដែលនិយាយយ៉ាងនេះយ៉ាងនោះខ្ញុំសូមស្បត់នឹងអល់ឡោះខ្ញុំពិតជាអ្នកដែលកោតខ្លាចអល់ឡោះនិងគោរពទៅចំពោះទ្រង់ជាងគេប៉ុន្តែខ្ញុំបួសខ្ញុំស្រាយខ្ញុំប្រតិបត្តិសាឡាតខ្ញុំគេងខ្ញុំរៀបការជាមួយស្ត្រីបុគ្គលណាមិនពេញចិត្តនឹងមាគ៌ារបស់ខ្ញុំបុគ្គលនោះមិនស្ថិតនៅក្នុងក្រុមខ្ញុំឡើយ